Let's go ញ៉ាំឥឡូវឡើងនៅខ្ទឹមកូរវាសិនណាកុំឲ្យវាខ្លោចតមកយើងចាក់ម្រេចដែលយើងបានបុកមុនហ្នឹងចូលអូឈ្ងុយអានេះម្រេចលេខ1ហ៎បងប្អូនអានេះម្រេច1ចាំមកលំឈ្ងុយហ្មងដាក់ច្រើនពេកហិលដាក់តាម1ម៉ោងទៅដើម្បីឲ្យប៉ាម៉ាក់ហូបហើយនឹងក្មេងៗអីហូបខាត់ហិលបើយើងចង់ហូបខ្លួនឯងហិលម្រេចច្រើនអាហ្នឹងចាំយើងបង់ក្រៅទៅតែបើសិនជាក្នុងផ្ទះចូលចិត្តញ៉ាំម្រេចទាំងអស់គ្នាដាក់មកលេខ1ឆ្ងាញ់តមកយើងចូលនេះទៅពីយើងកូរបាច់ហ្នឹងហើយយើងចាក់ត្រីចូលត្រីយើងកូរតាពី3ត្រឡប់ទេកូរច្រើនពេកវាបែកសាច់ចាបងប្អូនតមកយើងចាក់ទឹកស៊ីអ៊ីវចូលឲ្យច្រើនទៅដើម្បីឲ្យវាក្លិនឈ្ងុយហើយឆ្ងាញ់តមកយើងចាក់ទឹកត្រីចូលហើយយើងដាក់ប៊ីចេងចូលបន្ទាប់មកយើងបង់អំបិលចូលបើមានអំបិលមាត់ដាក់អំបិលមាត់ខ្ញុំមានអំបិលក្រួយដាក់អំបិលក្រួហើយយើងចាប់ដើមកូរវាតិចតិចតពីយើងដាក់ស្ករអំបិលប៊ីចេងគ្រឿងផ្សំទឹកស៊ីអ៊ីវទឹកត្រីហើយយើងចាប់ដើមយកទៅឆាមកកូរវាដើម្បីកុំឲ្យវាបែកត្រីខត្រីជាមួយនឹងសាច់ជ្រូកតាមបែបខ្សែចំការបងអូននេះចូលចិត្តញ៉ាំពងត្រីហ៎អីគេថាពង fish គេថាត្រីដល់ពេល egg fish ចឹងមែនអ្នកចំផឹកថ្លៃបន្តិចហើយតែមកយើងដាក់ទឹកបន្តិចដើម្បីកុំឲ្យវាខ្លោចហើយបងអូនដើម្បីឲ្យសាច់យើងកាន់តែឆ្ងាញ់យើងអាចរំងាស់វារៀងយូរបន្តិចចាំយើងចាក់ទឹកវាចូលហើយយើងបងមានទឹកខ្ទឹមយើងដាក់ខ្ទឹមមានខ្ញីដាក់ខ្ញីអញ្ចឹងខ្ញីខ្ញុំអត់មានទេខ្ញុំដាក់ខ្ទឹមជំនួសយើងគ្រុំអីមកអូនស្គាល់យើងដុសចេញមិញណាឥឡូវនេះតែភាសាខ្ញុំពុំយូរពេកបើមុនហ្នឹងអាហ្នឹងបានញ៉ាំកាលពីក្មេងៗចូលចិត្តធ្វើញ៉ាំចឹងពេលខំដល់ម៉ាក់ទុកឲ្យញ៉ាំឆ្ងាញ់ណាស់ហើយយើងកាត់វាកង់បែបនេះមកហើយយកវាទៅដាក់ចូលក្នុងឆ្នាំងឥឡូវវាបានពុះហើយវ៉ាវវាពណ៌ស្អាតអត់បងអូនខ្ញុំអត់តបានកូរវាទេណាខ្លាចបែកត្រីហ៎ខ្ញុំមិនងាស់វាតទៅវាឡើងជាតិចឹងតាមយើងត្រឡប់វាចេះទៀតទៅនេះបងប្អូនឃើញទេវាសាច់នេះក្រហមលឹបពណ៌នឹងក្រហមហើយយើងចាប់ដាក់បងលឹកខ្ទឹមយើងបងដើមវាយកអាដើមចេះដើម្បីកាត់ជាតិឆ្អាបបងមានម្ទេសដាក់ពី3គ្រាប់ទៅតែខ្ញុំអត់មានចឹងមិនបានដាក់ទេហើយកូរវាទៅបន្ទាប់មកយើងបើកម្រងទៅមើលវ៉ាវបងប្អូននេះបើខ្ទឹមយើងអត់បានត្រឡប់វិញណាពេលវាត្រូវកម្ដៅទៅវាស្ពោចឹងបងប្អូនភ្លក់តាមរសជាតិដែលចង់ញ៉ាំណាអត់ចង់កូរច្រើនតែកូរច្រើនបែកត្រីឡើយនៅប៉ាវ៉ៃឡើងក្រហមភ្លក់យកតាមរសជាតិទៅហើយចាំចាក់ទឹកបន្តិចមករងាស់វាតតែឆ្អិនហើយយើងបងទឹកខ្ទឹមបន្ថែមទៀតឆ្អិនល្មមអូខេឥឡូវខ្ញុំភ្លក់មិញវាមានរសជាតិដិតឆ្ងាញ់ហើយអញ្ចឹងថែមទឹករងាស់យកតែម្ដងហើយពុះបិទវាឆ្អិនបងចង់បានខាប់ឬរាវបើចង់បានខាប់ដាក់ទឹកតិចបើចង់បានរាងមានទឹកបន្តិចដាក់ទឹកច្រើនតិចក៏ដែរកុំឲ្យច្រើនពេកប៉ានេះទៅបាននេះត្រីហើយនឹងសាច់ជ្រូកយើងនឹងតែឆ្ងាញ់ហ្មងហើយដាក់ទៅតាមរសជាតិសំខាន់ពេលដែលបងអូនខចាក់ទឹកស៊ីអ៊ូឲ្យរាងច្រើនទៅហើយចាក់ទឹកត្រីមកហើយអំបិលដើម្បីយកជាតិមកដឹងតែឆ្ងាញ់ឲ្យតែទឹកស៊ីអ៊ូច្រើនប៉ណ្ណឹងឯងខយើងបាទបងអូនឥឡូវពុះហើយនេះអូពុះមកតំហឹងមកមុននឹងខ្ញុំថែមទឹកបន្តិចសម្រាប់គោក2ឥឡូវយើងបន្ថយគេតិចមកកុំឲ្យពុះបែកត្រីដាក់ភ្លើងតិចមកបន្ថយមកកុំឲ្យវាបែកត្រីមិនថាត្រីរស់ត្រីស្ដោត្រីអីទេឲ្យតែត្រីតើវាពុះហើយយើងបន្ថយភ្លើងមកជិះវាក្នុងការបែកត្រីបែកសាច់បងអូនមើលទឹកឯមើលទឹកខញ៉េឡងពណ៌ហើយដូចថានិយាយពីវែកវិញណាបងអូនវែកនេះចំនួន8ខ្ញុំតាន់កើតហ៎បងអូនអើយនេះអានេះខ្លាញ់ថៃវាចេញពីខ្លាញ់ថៃមកហើយខ្លាញ់សាច់ជ្រូកបានស្រូបបាយដាក់ម្ទេសវ៉ាវនឹងឆ្ងាញ់ប៉ុណ្ណាទេម្ទេសខ្ញុំមិនសឹងចង់ហ៊ានកោទេបងអើយខ្លាចបាយត្រីហើយអ្នកថៃយើងស្លោឃើញអត់ហើយយើងកាត់កង់ទូចឹងណាធំមកហើយខនេះបងអូនតខជាមួយ
សាច់ជ្រូក3ជាន់សាច់ជ្រូក3ជាន់សាច់ជ្រូកលាយខ្លាញ់តិចតិចអីហត់ឆ្ងាញ់បើខថៃសុទ្ធអត់ឆ្ងាញ់ទេសាច់សុទ្ធខថៃសុទ្ធចង់និយាយថាបើខសាច់សុទ្ធអត់ឆ្ងាញ់ទេតតែលាយបានឆ្ងាញ់បើយើងបន់ខ្ទឹមទៅអាណាអាណា